យើងមកបង្ហាញទាំងអស់គ្នាថា data OI ស្មើនឹង 3/2 W ក្នុងលំនាំ isobar ចឹង data OI យើងហៅថាបម្រើព្រោះថាមពលក្នុងហើយ W នេះគឺ common ហើយលក្ខខណ្ឌរបស់យើងគឺករណីលំនាំ isobar ណាចឹងបងដឹងថាលំនាំ isobar គឺសម្ពាធរបស់អូស្មန်គឺ T បាទចឹងដើម្បីស្រាវចេញថា data OI ស្មើ 3/2 W គឺយើងចេញពីរូបមន្តបម្រើព្រោះថាមពលក្នុងណាអញ្ចឹងតាមមុនបម្រើព្រោះថាមពលក្នុងគឺ data OI ស្មើអីបាទស្មើ 3/2 NR data T បន្តមកទៀតយើងប្របែក data T ទៅជា T2 ដល់ T1 អញ្ចឹង data OI ទៅជា 3/2 NR data T2 ដល់ T1 តមកទៀតអូនគុណ NR ចូលទៅក្នុងវងចរទៅគុណពលាតណាចឹងយើងបាន data OI នឹងទៅជា 3/2 NR T2 ដល់ NR T1 បាទអូនតនេះគុណពលាតចឹងគុណ NR ចូល T2 យើងបាន NR T2 គុណ NR ចូលទៅ T1 យើងបាន NR T1 អញ្ចឹងតាមសម័យកាលស្វ័នបោសុត PV ស្មើ NR T បាទអញ្ចឹងយើងមាន NR T2 ចឹងយើងបាន P2V2 ចឹង data OI យើងអាចសរសេរទៅជា 3/2 P2V2 ដល់ P1V1 ណាបាទចឹងដោយលំនាំ isobar ដោយលំនាំ isobar បាទ P គឺពូសេថា P1 ស្មើនឹង P2 ស្មើនឹង P បាទយើងតាម P1 ស្មើ P2 គឺស្មើនឹង P ហើយ common ស្មើអីបាទ common គឺស្មើនឹង P លំនាំ isobar P កតា V2 ដល់ V1 បាទអញ្ចឹងនោះ data OI យើងទៅជាយ៉ាងម៉េចនោះ data OI យើងទៅជា 3/2 កន្លែងនេះណាអញ្ចឹងដោយ P ស្មើនេះ P2 P1 ស្មើនេះស្មើនឹង P អញ្ចឹងគ្រូអាចចាប់វាជាកតាបានហើយបាទព្រោះវាស្មើគ្នាអញ្ចឹងចាប់វាជាកតាទៅនឹងសល់កតាអានេះសល់ V2 ដក V1 អញ្ចឹង P កតា V2 ដក V1 គឺជាអីបាទ P កតា V2 ដក V1 គឺជា common នៅក្នុងលំនាំ isobar អញ្ចឹងដូចនេះចុងក្រោយយើងបាននេះគេដូចនេះយើងបានបម្រើព្រោះថាមពលក្នុង data OI ស្មើនឹង 3/2 អានេះគឺជា common ណាយើងបាន data OI ស្មើ 3/2 គុណនឹង W បាទក្នុងករណីលំនាំ isobar គេស្រាវឃើញចម្លើយប៉ុណ្ណឹងហើយពេលធ្វើមកគឺបងអាចប្រើ data OI ស្មើ 3/2 W ទៅដើម្បីអាចដោះស្រាយរកបម្រើព្រោះថាមពលក្នុងករណីលំនាំ isobar ណាអានេះបានតែករណីលំនាំ isobar ទេអត់អាចប្រើករណីទូទៅណា